ម៉ាស់គេទេថៃក៏សែតអន្តរជាតិផ្សាយចំតាក្របីជាប្រាសាទបុរាណខ្មែរនឹងកើតមុនរដ្ឋថៃទៅទៀតយុទ្ធធម៌ប្រវត្តិសាស្ត្រតែម្ដងកាសែតយៈអាចារ្យសេរាបានចេញផ្សាយអត្ថបទដ៏ធំប្រើពាក្យថាខ្មែរយ៉ាងច្បាស់នេះជាការឆ្លើយតបទៅនឹងការព្យាយាមបំផ្លិចបំផ្លាញការពិតបេតិកភណ្ឌរបស់ខ្មែរនៅក្នុងនោះមានភស្តុតាងប្រវត្តិសាស្ត្រដែលមិនអាចប្រកែកបាននោះទេប្រាសាទតាក្របីកើតឡើងមុនសហភាពសៀមជិត50ឆ្នាំមកនោះមិនមែនដូច្នេះទេប្រវត្តិសាស្ត្របាទអានឹងជំរះហើយកម្ពុជារបស់យើងបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការរំលោភបំពានរបស់ថៃនៅតំបន់ប្រាសាទតាក្របីប្រិយមិត្តជាទីមេត្រីដំណឹងរសៀលថ្ងៃទី22មករា2026ម៉ោង 4:12 នាទីរសៀលទៅហើយប្រិយមិត្តនៅក្រៅស្រុកកំពុងតែធ្វើអ្វីដែរបាទកំពុងធ្វើការឬក៏ទៅហាងកាហ្វេសុំកាហ្វេមួយកៅផងណាពីស្រុកខ្មែរតោះប្រិយមិត្តទៅមើលដំណឹងទាំងអស់គ្នាដោយសារតែកាសែតយឹកដ៏ធំរបស់អាចារ្យសេរានៅមជ្ឈិមបូព៌ាបានប្រាប់ពិភពលោកឲ្យដឹងថាប្រាសាទតាក្របីគឺជារបស់ខ្មែរមិនមែនរបស់ថៃនោះទេអត្ថន័យមានន័យដូចជាបាទនៅក្នុងរបាយការណ៍ដែលមានចំណងជើងថា Tampere by Thailand Cambodia Conflicts មានន័យថាសារព័ត៌មានអន្តរជាតិមួយនេះបានប្រើពាក្យថាប្រាសាទខ្មែរបុរាណយ៉ាងច្បាស់តែម្ដងដែលនេះគឺជាការបញ្ជាក់ជាសកលអំពីម្ចាស់កម្មសិទ្ធិនិងប្រភពដើមនៃអរិយធម៌ខ្មែរទោះបីសំណង់ទាំងនោះស្ថិតនៅក្នុងតំបន់ដែលមានចំនួនព្រំដែនក៏ដោយសារព័ត៌មានអាចារ្យសេរាបានពិនិត្យឃើញជាក់ស្ដែងនៅប្រាសាទតាក្របីប្រាសាទតំណាមមនោធមនៅតំបន់ដែលថៃកាន់កាប់ហើយកំពុងរៀបចំជួសជុលប្រិយមិត្តនេះគឺជាចំណុចសំខាន់បំផុតអាចារ្យសេរាបានប្រើពាក្យថាខ្មែរដើម្បីប្រាប់ពិភពលោកថានេះគឺជាប្រាសាទខ្មែរមិនមែនរបស់សៀមនោះឡើយសែមួយបងប្អូនអូនខ្មែរគេតែម្ដងប្រទេសថៃប្រទេសចង្រៃនេះនៅថ្ងៃទី22មករា2026សារព័ត៌មានអន្តរជាតិយឹកអាចារ្យសេរាបានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតពិសេសមួយកាលពីប៉ុន្មានម៉ោងមុននេះដោយបង្ហាញពីទិដ្ឋភាពដ៏គួរឲ្យតក់ស្លុតនៃស្នាមរងគ្រោះដែលបណ្ដាលមកពីការផ្ទុះអាវុធរវាងកម្ពុជាថៃទៅលើប្រាសាទបុរាណខ្មែរដែលជាបេតិកភណ្ឌមនុស្សជាតិថៃបាញ់ផ្លោងដាក់ប្រាសាទតាក្របីហើយថៃនិយាយថាបាញ់ហើយចាំធ្វើថ្មីឥឡូវវាកំពុងតែជួសជុលចំពោះការរងគ្រោះនៃប្រាសាទតាក្របីហើយអាចារ្យព្រះសង្ឃមកប្រើប្រធរស្រោចដើម្បីលុបលាងកម្មាទោសឬយ៉ាងណាប៉ុន្តែអត់អាយទេបព្វបុរសខ្មែរដែលខំកសាងប្រាសាទតាក្របីដែលកើតមុនប្រទេសថៃទៅទៀតនោះដែលខ្ញុំនឹងជម្រាបនៅខាងក្រោមវីដេអូប្រិមត្តទី1ការខូចខាតផ្នែករចនាសម្ព័ន្ធសោកនាដកម្មនៃបេតិកភណ្ឌយោងតាមរបាយការណ៍រូបភាពពីសមរភូមិប្រាសាទក្របីដែលជាប្រាសាទខ្មែរបុរាណស្ថិតនៅតាមបណ្ដាយជួរភ្នំដងរែកបានរងការបាញ់ប្រហារដោយគ្រាប់រំសាយធុនស្នាមលិចឡើងនៅលើជញ្ជាំងថ្មព្រក់និងចម្លាក់ក្បាច់រចនាដ៏វិចិត្របានคล้ายជាសក្ខីភាពនៃផលវិបាកដ៏ជួរចិញ្ចិតនៃសង្គ្រាមអ្នកជំនាញខាងបុរាណវិទ្យាបានលើកឡើងថាការខូចខាតទាំងនេះមិនត្រឹមតែប៉ះពាល់ដល់តម្លៃប៉ុណ្ណោះទេប៉ុន្តែវាគឺជាការបំផ្លាញនៅព្រលឹងវិញ្ញាណនិងអត្តសញ្ញាណជាតិដូចគ្នារបស់កម្ពុជាបាទសិលាចារឹកខ្មែរនៅប្រាសាទនិយាយថាមិនធ្លាក់នរកប៉ុន្មានជាន់អ្នកដែលបំផ្លាញប្រាសាទណាបាទនិងវិញ្ញាណអន្តរាយទី2ស្ថានភាពយោធានៅលើសមរភូមិមុខនៅក្នុងវីដេអូនោះដែលអាចារ្យសេរាបានទៅថតហើយបង្ហោះលើបណ្ដាញសង្គមប្រិមិត្តណាខ្លះបានទស្សនាវីដេអូអាចារ្យសេរាបាននិយាយបាទរៀបរាប់ថាប្រាសាទខ្មែរបុរាណនោះក៏បានបង្ហាញពីសកម្មភាពរបស់កម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងយ៉ាងរឹងមាំដើម្បីការពារទឹកដីទិដ្ឋភាពទាហាននៅក្បែរប្រាសាទបុរាណបានឆ្លុះបញ្ចាំងពីភាពតានតឹងដ៏ស្រួចស្រាវដែលបានអូសបន្លាយតាំងពីចុងឆ្នាំ2025រហូតមកដល់ឆ្នាំ2026នេះបើទោះបីមានការអំពាវនាវឲ្យមានការអត់ធ្មត់ក៏ដោយប៉ុន្តែវត្តមានយោធានិងការត្រៀមលក្ខណៈប្រយុទ្ធនៅតែមានកម្រិតខ្ពស់ទី3បកការប្រតិកម្មពីសហគមន៍អន្តរជាតិប្រិយមិត្តជាទីមេត្រីការចេញផ្សាយរបស់សារព័ត៌មានអាចារ្យសេរាបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សហគមន៍អន្តរជាតិជាតិនានាជាពិសេសអង្គការ UNESCO នេះតែម្ដងស្ងាត់យកតែមែនទែនបាទដេកលក់ឲ្យដឹងអង្គការ UNESCO នេះ
ចឹងបានបញ្ចេញខ្លួនដកអាមេរិកចេញពីស្ថាប័ន UN មួយចំនួននោះទៅបង្កើតថ្មីនោះហើយក៏មានវត្តមានកម្ពុជាយើងផងដែរតាមការអញ្ជើញរបស់ប្រធានាធិបតី Donald Trump ប៉ុន្តែស្ថិតនៅក្នុងការពិចារណាថាតើគួរចូលឬក៏មិនគួរប្រិមិត្តហើយត្រូវបង់លុយប៉ុន្មាន $1,000 លានតែនោះទឹកប្រាក់នេះច្រើនណាស់អានឹងគឺ UNESCO ដូចជាអត់ទាន់ឃើញស្អីនៅក្នុងការថ្កោលទោសចំពោះសកម្មភាពយោធាថៃនោះទេប្រិយមិត្ត UNESCO ដែលបាននឹងកំពុងតាមដានយកចិត្តទុកដាក់លើស្ថានភាពសុវត្ថិភាពនៃប្រាសាទ Batik upon ពិភពលោកប្រភពដដែលបានបញ្ជាក់ថាសង្គ្រាមមិនត្រឹមតែបង្កមហន្តរាយដល់ជីវិតប៉ុណ្ណោះទេប៉ុន្តែវាក៏កំពុងគំរាមកំហែងដល់តម្លៃសកលដ៏វិសេសវិសាលដែលពិភពលោកបានទទួលស្គាល់ព័ត៌មាននេះបានសង្កត់ធ្ងន់ថាប្រសិនបើគ្មានយន្តការសន្តិភាពឲ្យបានច្បាស់លាស់នោះទេ Batik upon ដែលនៅសេសសល់ពីបុព្វបុរសខ្មែររាប់ពាន់ឆ្នាំអាចនឹងត្រូវរងការបំផ្លាញកាន់តែធ្ងន់ធ្ងរលើសពីការស្មានបញ្ហានេះទាមទារឲ្យមានការចូលរួមដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិនិងការទូតយ៉ាងម៉ត់ចត់ដើម្បីបញ្ជាវិញ្ញាសកម្មផ្នែកប្រវត្តិសាស្ត្ររបាយការណ៍នេះគឺជាការដាស់តឿនដល់ពិភពលោកឲ្យមើលឃើញពីតម្លៃនៃសន្តិភាពនិងការពារសម្បត្តិវប្បធម៌ខ្មែរដែលកំពុងស្ថិតក្នុងគ្រោះថ្នាក់ដោយសារចំនួននយោបាយផងដែរនេះគឺជាអ្វីដែលអាចារ្យសេរាទៅចោះយកព័ត៌មានពាក់ព័ន្ធទៅនឹងប្រាសាទបុរាណខ្មែរប៉ុន្តែខ្ញុំធួព័ត៌មានបន្ថែមពន្យល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវចូលមកវគ្គពាក់ព័ន្ធទៅនឹងប្រវត្តិសាស្ត្រនេះតែម្ដងថាតើប្រាសាទតាក្របីកសាងឆ្នាំណារដ្ឋសហភាពដំបូងរបស់ថៃនោះក៏កើតនៅពេលណាបានជាថៃអះអាងថាប្រាសាទតាក្របីគឺជារបស់គេបាទពិតដែរទេដែលថាប្រាសាទតាក្របីនឹងគឺជារបស់គេស្អីបាទប្រាសាទតាក្របីនឹងក៏កើតមុនរដ្ឋសហភាពជាដូនជីជាទួតលូតលែឯណារបស់ថៃឯងទៅទៀតវង្វេងប្រវត្តិសាស្ត្រតែម្ដងពួកអាកុងកែបក្នុងអណ្ដូងមកនេះខ្ញុំបង្រៀនស្ដាប់ទៅប្រវត្តិសាស្ត្រក៏កើតសហភាពតៃនិងប្រាសាទតាក្របីតាមរយៈការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យានិងសាលាចារឹកបានបង្ហាញឲ្យកាន់តែច្បាស់ថាប្រាសាទតាក្របីគឺជាសក្ខភាពនៃភាពរុងរឿងនៃអាណាចក្រខ្មែរដែលត្រូវបានកសាងឡើងមុនពេលលេចរូបរាងនៃរដ្ឋដំបូងគេក្នុងប្រវត្តិសាស្ត្រភស្តុតាងនេះបានក្លាយជាមូលដ្ឋានគ្រឹះសំខាន់ក្នុងការស្វែងយល់ពីអធិបតេយ្យភាពនិងឥទ្ធិពលវប្បធម៌ខ្មែរលើជួរភ្នំដងរែកយោងតាមការកំណត់ប្រវត្តិសាស្ត្រប្រាសាទក្របីនេះត្រូវបានកសាងឡើងនៅក្នុងសម័យព្រះបាទជ័យវរ្ម័នទី7ចន្លោះឆ្នាំ1181ដល់1200ប្រាសាទនេះត្រូវបានកសាងក្នុងរចនាបថបាយ័នដើម្បីទិដល់ព្រះញាសាសនាផ្ទុយទៅវិញបើពិនិត្យលើកាលបណ្ដាក់ប្រវត្តិរបស់ថៃអាណាចក្រដំបូងបំផុតរបស់ជនជាតិថៃបាទតៃនោះគឺសហភាពតៃទើបត្រូវបានបង្កើតឡើងនៅឆ្នាំ1258ពោលគឺក្រោយពេលដែលប្រាសាទតាក្របីបានចាប់ខ្លួនយ៉ាងរឹងមាំនៅលើកំពូលភ្នំដងរែកអស់រយៈពេលរាប់10ឆ្នាំទៅហើយការប្រៀបធៀបនេះបង្ហាញឲ្យឃើញថានៅពេលដែលប្រាសាទតាក្របីត្រូវបានកសាងតំបន់ភាគច្រើននៃប្រទេសថៃបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ពីមជ្ឈមណ្ឌលអំណាចក្រុងអង្គរនៅឡើយទេថៃពួកអាបញ្ញាក្អែកពួកអារមិលគុណភ្លេចគុណពោពេបុរសខ្មែរបាទស្ដេចខ្មែរហ៊ីតបះបោដាច់រត់ផ្ដាច់ទឹកដីនោះបានអានឹងគឺពួកបញ្ញាក្អែកចង្រៃនោះដែលខ្ញុំហៅថាថៃថតអាស្អែយកជាងយើងប្រែថាចោប្រែថាលួចឬក៏ប្រែថាចង្រៃមិនចឹងផ្ញើខ្លួនគេហើយផ្ដាច់ទឹកដីបះបោអញ្ចឹងទៅរឿងទី4លក្ខណៈពិសេសនៃស្ថាបត្យកម្មនិងយុទ្ធសាស្ត្រការពារជាតិប្រាសាទតាក្របីមិនត្រឹមតែជាទីសក្ការៈបូជាប៉ុណ្ណោះទេប៉ុន្តែគឺជាចំណុចយុទ្ធសាស្ត្រយោធាដ៏សំខាន់ស្វែងមើលផុសទូពីចំណុចវិសេសបំផុតដែលខុសពីប្រាសាទដទៃដោយសារការកសាងប្រាសាទក្របីលើដុំថ្មធម្មជាតិដែលមានរាងដូចព្រះឥស្វៈដែលពោបដំបំពួរជឿថាជាវត្ថុស័ក្តិសិទ្ធិកើតឯងពីដីភ្នំច្រករបៀងសេដ្ឋកិច្ចយោធាវិញមានតួនាទីជាប៉ុស្តិ៍ត្រួតពិនិត្យផ្លូវឆ្លងកាត់ភ្នំដងរែកដែលតាផ្ទាល់ពីតំបន់អង្គរទៅកាន់តំបន់ពងលៀបភាគខាងជើងភាគឦសានថៃបច្ចុប្បន្ននេះបានអាហ្នឹងគឺលក្ខណៈពិសេសនៃស្ថាបត្យកិច្ចចំណុចទី5រចនាបថនៃការប្រែប្រួលអំណាចក្នុងតំបន់ការកើតនៃរដ្ឋដំបូងនៅសហភាពគឺជាសញ្ញានៃការចុះថយឥទ្ធិពលនៃអាណាចក្រខ្មែរនៅតំបន់ជាតិដែនในចុងសតវត្សទី13ក្រោយការសោយទីវត្តនៃព្រះបាទជ័យវរ្ម័នទី7រដ្ឋាភិបាលសយ៉ាបានងើបឡើងកាន់តែខ្លាំងនិងបានចាប់ផ្ដើមពង្រីកទឹកដីមកលើតំបន់ដែលធ្លាប់ជាអតីតខេត្តខាងរបស់ខ្មែររហូតបង្កចំនួនដែនដីដែលអូសបន្លាយដល់សតវត្សរហូតមកដល់បច្ចុប្បន្នឈ្មោះគណថៃចេះតែប្រឡប់ប្រវត្តិសាស្ត្រដល់ក្មេងៗចំនួនក្រោយពាក្យពាន់រឿងទឹកដីឯនេះតាមពិតខ្លួនគឺជាបញ្ញាក្អែកអាស្រ័យដីកម្ពុជាដើម្បីរស់រានដល់ពេលបែកឆ្វេងដាច់រត់ផ្ដាច់ទឹកដីបាក់បះបោ
สรุปមកវិញការបញ្ជាក់ពីការបរិច្ឆេទច្បាស់ញាល់រវាងការកសាងប្រាសាទតាក្របីនិងការបង្កើតរដ្ឋសហភាពតៃនោះឯងគឺជាការផ្ដល់យុត្តិធម៌ដល់ប្រវត្តិសាស្ត្រវាបញ្ជាក់ថាប្រាសាទតាក្របីគឺជាម្ចាស់ស្រុកមុនពេលមានការមកដល់នៃរដ្ឋាភិបាលថៃក្នុងតំបន់នេះអញ្ចឹងទេនេះគឺជាប្រវត្តិសាស្ត្រខ្លះរៀបរាប់ប្រាប់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាប្រាសាទតាក្របីកើតមុនសហភាពតៃកើតទៅទៀតបាទហើយក្នុងនោះកម្ពុជាចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការរំលោភបំពានរបស់ថៃនៅតំបន់ប្រាសាទតាក្របីនេះគឺជាដំណឹងចុងក្រោយមួយទៀតប្រិយមិត្តស្ថាប័នជាតិរបស់កម្ពុជារួមមានក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងក្រសួងធម្មការនិងសាសនាបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាដើម្បីសម្ដែងការតវ៉ានិងតម្កាត់ចោលរបស់សកម្មភាពរំលោភបំពានរបស់ថៃដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពនិងបេតិកភណ្ឌវប្បធម៌ខ្មែរនៅតំបន់ប្រាសាទតាក្របីបាទពាក់ព័ន្ធនឹងប្រាសាទតាក្របីនេះក្រសួងវប្បធម៌ខ្មែរយើងចេញមកថ្កោលទោសចំពោះសកម្មភាពយោធានៅលើប្រាសាទតាក្របីអ្នកប្រិយមិត្តរួមមានការខូចខាតរចនាសម្ព័ន្ធការថ្កោលទោសចំពោះសកម្មភាពយោធាដែលបានបាញ់បោរបំផាយធ្វើឲ្យប្រាសាទតាក្របីខូចខាតស្ទើរតែទាំងស្រុងមួយទៀតគឺការកសាងខុសច្បាប់ការប្រឆាំងចំពោះការសាងសង់សម្ព័ន្ធនានារបស់ថៃនៅក្បាលតំបន់ប្រាសាទក្របីដែលជាការរំលោភលើអធិបតេយ្យភាពទឹកដីខ្មែរក្រសួងបានសង្កត់ធ្ងន់ថាប្រាសាទក្របីគឺជាបុរាណស្ថានដែលស្ថិតក្រោមការគ្រប់គ្រងនិងអភិរក្សយ៉ាងមាំមួយដោយអាជ្ញាធរកម្ពុជាហើយក៏ជាទីតាំងសក្ការៈដ៏ខ្ពង់ខ្ពស់តាមបែបជំនឿនិងប្រពៃណីរបស់ពលរដ្ឋខ្មែរតាំងពីបុរាណករណីគឺជារឿងប្រាសាទតាក្របីឲ្យរឿងក្រសួងធម្មការខ្មែរបាទបដិសេធការប្រើប្រាស់រូបភាពសាសនាដើម្បីរំលោភអធិបតេយ្យភាពគឺវ័យកំណត់បាទបដិមាសាសនាហិណ្ឌូនៅអានសែហើយដាក់ពុទ្ធបដិមាវិញបាទទន្ទឹមនឹងនេះក្រសួងកម្មការនិងសាសនាក៏បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះករណីដែលយោធាថៃបាននាំយកព្រះពុទ្ធបដិមាទៅតម្កល់នៅលើទឹកដីដែលស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជាស្ថាប័នជំនាញផ្នែកសាសនាកម្ពុជាចាត់ទុកសកម្មភាពនេះថាជាការប្រើប្រាស់រូបភាពសាសនាដើម្បីបាត់បង់ចេតនារំលោភបំពានដែនដីការប្រមាថដល់តម្លៃសាសនាដែលជាសក្ការៈរបស់ប្រជាជាតិទាំងពីរចំពោះការអំពាវនាវតាមរយៈសេចក្តីថ្លែងការណ៍ទាំងនេះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាមគ្គីភាពបានអំពាវនាវឲ្យភាគីថៃបញ្ឈប់រាល់សកម្មភាពឯកតោភាគីនិងគោរពតាមច្បាប់អន្តរជាតិដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅតាមព្រំដែនបាទចប់ហើយពាក់ព័ន្ធទៅនឹងប្រាសាទតាក្របីបាទតែប៉ុណ្ណេះចំពោះសេចក្តីរាយការណ៍ព័ត៌មានអាប់ដេតបន្ថែមហើយក៏សូមរំលឹកផងដែរចំពោះបណ្ដាសាសនានានាដែលជន់ណាបំផ្លាញប្រាសាទប្រាវិហារប្រាសាទណាក៏ដោយរបស់ខ្មែរនោះនឹងធ្លាក់នរក32ជាន់ប្រិយមិត្តជាទីមេត្រីស្ដាប់ទាំងអស់គ្នាចំពោះបាទមួយឃ្លានេះដែលសូមដកស្រង់ពីជំទាវបណ្ឌិតសភាសាគររដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈដោយចាត់ទុកថាការបំផ្លាញប្រាសាទដោយជាការប្រមាថដល់អតិថិមិនមែនជាការបំផ្លាញសម្ភារៈសាមញ្ញនោះទេប្រិយមិត្តជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌដែលចាត់ទុកដូចជាស្នាដៃរបស់អតិថិបន្ទូលរឿងការចោះនរក32ជាន់រហូតដល់ពេលអស់ព្រះច័ន្ទនិងព្រះអាទិត្យយើងសង្ឃឹមថាបណ្ដាសាសនាទាំងនោះនឹងធ្លាក់ទៅលើជនណាដែលបានបាញ់បំផ្លាញនៅប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌរបស់ជាតិយើងនេះជាមេរៀនប្រវត្តិសាស្ត្រដែលយើងនឹងចាត់ទុកតចៅបាក់ចាំទាំងអស់គ្នាចំពោះអ្នកដែលបំផ្លាញនិងធ្លាក់នរកបាទប្រិយមិត្តហើយមួយទៀតនោះពាក់ព័ន្ធទៅនឹងបណ្ដាសាសនាទៅលើអ្នកមានគំនិតអាក្រក់មឹកលើប្រាសាទនិងចង់លួចទ្រព្យសម្បត្តិរបស់ប្រាសាទឲ្យធ្លាក់នរកដបគ្មានព្រះអាទិត្យនិងព្រះច័ន្ទប៉ុន្តែចំពោះអ្នកដែលជួយថែរក្សាការពាររបស់របរទាំងនោះនឹងបានទៅស្ថានព្រះយេស៊ូវបាទនឹងគឺសាសនាចរិតបន្ថែមប្រិយមិត្តចប់ហើយ